ពីមួយថ្ងៃទៅមួយថ្ងៃអ្វីដែលពិបាកជាងគេហត់ជាងគេគឺការនៅទូមហូបនឹងតែម្ដងខ្ញុំជឿថាបងប្អូនមួយចំនួនក៏ដូចខ្ញុំដែរអត់ខុសគ្នាអញ្ចឹងពេលខ្លះយើងធ្វើអីដែលស្រួលអីចឹងតាមដែលយើងនឹកឃើញណាអញ្ចឹងថ្ងៃនេះខ្ញុំស្ងោរប្រហិតត្រីហើយបើនិយាយទៀងប្រហិតត្រីគឺប្រហិតត្រីឆ្លាតឆ្ងាញ់ជាងគេចឹងណាតែបើសិនជាយើងអត់ចេះធ្វើក៏វាអត់ឆ្ងាញ់ដែរប្រហិតត្រីឆាឡាតបងអូនខ្លះគឺដឹងថាត្រីឆ្លាតវាស្វិតតែស្វិតហ្នឹងដោយសារតែយើងលាយគ្រឿងបើសិនជាយើងអត់លាយគ្រឿងយើងទិញមកយើងយកទៅស្លហ្មងក៏វាអត់ស្វិតឆ្ងាញ់ដែរណាបងអូនអញ្ចឹងយើងលាយគ្រឿងយើងមានទឹកត្រីអំបិលប៊ីចេងស្ករម្រេចខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមណាយើងដាក់តិចតួចឬក៏ច្រើនទៅតាមបរិមាណត្រីរបស់យើងណាបន្ទាប់មកយើងធ្វើការកូរច្បល់វាឲ្យសប់ល្អកូរប្រហែលជាខ្ទង់10នាទីឯដែរបងអូននិយាយទៅយូរដែរទម្រាំត្រីរបស់យើងនឹងវាចូលជាតិជាមួយនឹងគ្រឿងបានវាមានលក្ខណៈស្វិតណាបើអត់ធ្វើអញ្ចឹងអត់ស្វិតឆ្ងាញ់ទេណាបងអូនអញ្ចឹងស្ងោរវាស្រួលទេវាប្រើពេលវេលាខ្លីដែរអញ្ចឹងណាអញ្ចឹងទឹកពុះយើងដាក់ប្រហិតចូលអញ្ចឹងប្រហិតបងអូនអាចលុញអាចចាប់មូលដុំឬក៏ប្រទេសមិនក៏បានដែរតាមចំណង់ចំណូលចិត្តដែរបងអូនត្រូវការអញ្ចឹងណាអញ្ចឹងពេលដែលប្រហិតត្រូវយើងឆ្អិនល្អហើយសូមយើងបង់គ្រឿងចូលមានម្រេចអំបិលប៊ីចេងស្ករហើយសម្រាប់ខ្ញុំចូលចិត្តប្រើតែស្ករត្នោតទេគឺដោយសារវាធម្មជាតិអញ្ចឹងណាវាល្អព្រោះយើងទិញយើងដឹងពីប្រភពច្បាស់លាស់ហើយកុំភ្លេចមួយទៀតបង់ទឹកត្រីបន្តិចណាបងអូនព្រោះស្ងោរបើអត់ទឹកត្រីក៏វាអត់សូវឆ្ងាញ់ដែរអញ្ចឹងណាហើយសម្រាប់ការស្ងោរប្រហិតត្រីនេះគឺកុំយករសជាតិដិតពេកបងអូនយើងយករសជាតិសាបល្មមបានហើយគាត់ថាយើងបើរសជាតិដិតពេកវាអត់ត្រូវជាមួយនឹងប្រភេទមុខម្ហូបហ្នឹងណាហើយណាមួយបើសិនជាយើងត្រឡប់ញ៉ាំរសជាតិដិតពេកអាហ្នឹងវាអាចនឹងប៉ះពាល់ដល់បញ្ហាត្រង់នោមរបស់យើងធ្វើឲ្យត្រង់នោមរបស់យើងវាពិបាកនៅក្នុងការច្រោះវាអាចប្រឈមជាមួយនឹងបញ្ហាអីផ្សេងណាអញ្ចឹងយើងញ៉ាំរសជាតិសាបគឺល្អបំផុតហ្មងតែក៏មិនសាបខ្លាំងអត់ជាតិអត់ជើងដែរបងអូននិយាយថាមិនល្មមបែបមិនលក្ខណៈដិតខ្លាំងពេកចាអញ្ចឹងពេលដែលសាច់យើងឆ្អិនមកគ្រឿងអីអស់ហើយយើងដាក់បន្លែចូលណាហើយចំពោះបន្លែក៏ដូចគ្នាផងដែរណាបងអូនគឺយើងកុំប្រើវាឲ្យឆ្អិនរហូតដល់រលួយពេកព្រោះកាលណាយើងរងាស់វាដល់ឆ្អិនរលួយខ្លាំងពេកវាធ្វើឲ្យបន្លែនោះវាបាត់បង់វីតាមីនសារធាតុចិញ្ចឹមចេញពីបន្លែនឹងទៅវិញទេព្រោះដោយសារយើងប្រើកម្ដៅយូរអញ្ចឹងគ្រាន់តែបន្លែយើងមួយរំពុះគឺបានហើយយើងភ្លក់មើលទៅស្ទើគ្រឿងស្កើអំបិលពីចេងអីយើងបងថែមថយទៅតាមនឹងណាបងអូនប៉ុន្តែតាក់តងមួយសឡស្ងោរនេះអ្វីដែលអត់អាចភ្លេចបានគឺខ្ទឹមលីងណាយើងដាក់កាន់តែច្រើនកាន់តែល្អនេះបើសិនជាយើងចូលចិត្តច្រើនណាវាដាក់ទៅវាឈ្ងុយដែរហើយម្យ៉ាងទៀតស្លឹកខ្ទឹមបើយើងស្ងោរដាក់ស្លឹកខ្ទឹមមានអារម្មណ៍ថាដូចខ្វះអីមិនទេបងអូនចឹងយើងដាក់ស្លឹកខ្ទឹមដាក់អីប៉ុណ្ណឹងគឺរួចជាការស្រេចហើយ